នៅភូមិដាច់ស្រយាលមួយមានផ្ទះឈើចាស់ស្ងាត់ស្ងៀមឈរនៅចុងផ្លូវកប់ព្រៃគេហៅវាថាក៏ផ្ទះអាឃាតព្រោះអ្នកណាចូលទៅមិនធ្លាប់ត្រឡប់មកវិញទេអ្នកភូមិប្រាប់ថាកាលពី10ឆ្នាំមុនមានស្រីម្នាក់ឈ្មោះស្រីពៅត្រូវគេក្បត់ដោយបុរសដែលនាងស្រឡាញ់បុរសនោះបោកប្រាស់យកទ្រព្យនាងហើយសម្លាប់នាងយ៉ាងសាហាវដោយចងកន្សែងអូសនាងក្រោមជណ្ដើររហូតដល់ស្លាប់ចាប់តាំងពីថ្ងៃនោះវិញ្ញាណនាងមិនបានទៅកំណើតទេនាងនៅតែខ្ចង់អាឃាតនៅទីនោះយប់ដែលគ្មានផ្លូវត្រឡប់យុវជន3នាក់វណ្ណាតារានិងសុភាសម្រេចចិត្តចូលទៅសាកល្បងភាពក្លាហានពេលពួកគេចូលទៅក្នុងផ្ទះអាកាសធាតុភ្លៀងត្រជាក់ខ្លាំងទ្វាររបិទដោយខ្លួនឯងគេបាក់ធ្វើឲ្យបេះដូងគ្រប់គ្នាចាប់ផ្ដើមបុកលឿនបងខ្ញុំមានអារម្មណ៍មិនល្អទេជាសុភានិយាយស្រាលវណ្ណាខំធ្វើខ្លាំងក្អីទេគ្រាន់តែខ្យល់តែភ្លាមមានសំឡេងក្សឹកដូចអ្វីមួយកំពុងអូសលើជាន់ក្រោមជណ្ដើរពន្លឺទូរស័ព្ទបញ្ចេញភ្លឺស្រាលពួកគេដើរចូលទៅជិតជណ្ដើរហើយឃើញស្រមោលអ្វីមួយកំពុងរអិលចូលក្នុងងឹតភ្លាមសំឡេងស្រីម្នាក់និយាយអ្នកណាចូលមកផ្ទះខ្ញុំកសុភាស្ទើរតែយំយើងចេញទៅវិញទៅតែពេលពួកគេត្រឡប់ក្រោយទ្វារមិនអាចបើកបានទេទោះជាមានអ្វីមួយចាប់ទុកពីខាងក្រៅភ្នែកក្រហមក្នុងងឹតភ្លើងទាំងអស់ដាច់នៅក្នុងភាពងឹតពួកគេឃើញភ្នែកក្រហមពីរចំណុចភ្លឺឡើងនៅក្រោមជណ្ដើរជួយខ្ញុំផងគឺសំឡេងនាងប្រែពីទន់ទៅជាគួរឲ្យខ្លាចភ្លាមខ្សែព្រាត់ដូចជាខ្សែសក់វែងឡើងចងជើងតារាហើយអូសគាត់ចូលក្រោមជណ្ដើរជួយខ្ញុំសំឡេងគាត់បាត់ទៅក្នុងងឹតសាជីឈាមវណ្ណានិងសុភារត់ឡើងជាន់លើបេះដូងបុកលឿនដូចនឹងផ្ទុះលើជញ្ជាំងមានអក្សរត្រូវបានសរសេរដោយឈាមបងជីវិតដើម្បីបំបត្តិអាឃាតសុភាចាប់ដៃវណ្ណាក៏វាមិនមែនលេងទេនាងចង់ឲ្យយើងស្លាប់អតីតកាលដ៏សាហាវក្នុងបន្ទប់មួយពួកគេរកឃើញរូបថតចាស់ស្រីពៅកំពុងញឹមជាមួយបុរសម្នាក់ក្រោយរូបមានសរសេរអ្នកដែលក្បត់ខ្ញុំនឹងយកជីវិតគ្រប់គ្នាភ្លាមរូបថតធ្លាក់ចុះហើយនៅពីក្រោយមានស្នាមដៃឈាមថ្មីវិញ្ញាណបង្ហាញខ្លួនខ្យល់ត្រជាក់បក់ខ្លាំងទ្វារបិទជាប់នៅចុងបន្ទប់ស្ត្រីសក់វែងគ្រប់មុខលេចឡើងយឺតកន្សោមភ្នែករបស់នាងក្រហមមុខពោពេញដោយឈាមនាងនិយាយអ្នកណាមកត្រូវសងអាឃាតការបាត់បង់សុភាស្រែកហើយរត់តែភ្លាមខ្សែអាឃាតឡើងចុងរបស់គាត់វណ្ណាមើលមិត្តរបស់គាត់ត្រូវអូសឡើងលើអាកាសមិនអាចជួយបានមុនពេលស្លាប់សុភាសំបីតែស្រែកបានតែមួយពាក្យរត់មនុស្សចុងក្រោយវណ្ណាតែម្នាក់នៅរស់គាត់រត់ចុះក្រោមដើម្បីរកច្រកចេញតែពេលដល់ជណ្ដើរគាត់ឃើញតារានិងសុភាកំពុងឈរនៅទីនោះភ្នែករបស់ពួកគេក្រហមមុខពោពេញដោយឈាមនៅជាមួយពួកយើងពួកគេនិយាយស្របគ្នាចុងបញ្ចប់ថ្ងៃបន្ទាប់អ្នកភូមិឃើញទ្វារផ្ទះបើកចំតែខាងក្នុងគ្មាននរណាម្នាក់ទេតែចាប់ពីថ្ងៃនោះទៅរៀងរាល់យប់មានសំឡេងមនុស្ស3នាក់ស្រែកចេញពីក្រោមជណ្ដើរហើយពេលមានអ្នកចូលទៅជិតនឹងឬសំឡេងស្រីម្នាក់និយាយស្រាលអ្នកបន្ទាប់គឺអ្នកបន្ទាប់ពីយប់ដែលវណ្ណាបាត់ខ្លួនអ្នកភូមិចាប់ផ្ដើមភ័យខ្លាចខ្លាំងគ្មាននរណាម្នាក់ហ៊ានទៅជិតផ្ទះនោះទៀតឡើយតែមានបុរសម្នាក់ឈ្មោះកគ្រូសែនគឺជាអ្នកចេះអំពើវិញ្ញាណនិងអាចកំបាំងគាត់សម្រេចចិត្តទៅពិនិត្យផ្ទះនោះដើម្បីបំបត្តិគំនុំចង់អាឃាតវិញ្ញាណនេះមិនធម្មតាទេវាចង់បានអ្វីមួយគាត់និយាយការចូលទៅវិញយប់មួយគ្រូសែនយកធូបនិងអាគុយភ្លើងចូលទៅក្នុងផ្ទះពេលគាត់ឈានជើងចូលទ្វារបិទភ្លាមខ្យល់ត្រជាក់បក់ខ្លាំងហើយសំឡេងស្រីម្នាក់សើចស្រាលអ្នកក៏មកដែរគ្រូសែនដើរទៅជិតជណ្ដើរហើយបាញ់ពន្លឺចុះក្រោមគាត់ឃើញឆ្អឹងមនុស្សច្រើនគ្រាប់និងខ្សែចាស់ពេញទៅដោយឈាមស្ងួតភ្លាមសំឡេងស្រែកចេញមកពីងឹតវណ្ណាតារាសុភាជួយពួកយើងផងវិញ្ញាណបង្ហាញពិតខ្យល់បក់ខ្លាំងភ្លើងដាច់ស្រីពើលេចឡើងពីក្រោមជណ្ដើរមុខនាងបែកបាក់ឈាមហូរភ្នែកក្រហមភ្លឺពួកគេមិនអាចចេញបានទេពិធីបំបត្តិអាឃាត
គ្រូសែនចាប់ផ្ដើមសូត្រមន្តធុកឆេះខ្លាំងពន្លឺភ្លឺឡើងវិញវិញ្ញាណស្រីពើស្រែកឈីចាប់ផ្ទះទាំងមូលចាប់ផ្ដើមរញ្ជួយអាឃាតរបស់ខ្ញុំមិនអាចបាត់បានទេភ្លាមនោះរូបភាពអតីតកាលលេចឡើងមិនមែនបរិះម្នាក់សម្លាប់នាងទេតែជាមនុស្សភូមិជាច្រើនរួមគ្នាក្បត់នាងពួកគេចង់លាក់អំពើអាក្រក់ទើបសម្លាប់នាងហើយបោះសពក្រោមចិន្តាគ្រូសែនភ្ញាក់ផ្អើលនេះហើយមូលហេតុអាឃាតស្រីពើមើលគ្រូសែនហើយញឹមយឺតអ្នកភូមិទាំងអស់ត្រូវសងភ្លាមវិញ្ញាណនាងបាត់តែសំឡេងស្រែកពីក្រៅភូមិចាប់ផ្ដើមឡើងថ្ងៃបន្ទាប់ភូមិនោះស្ងាត់ស្ងៀមមានមនុស្សសោះផ្ទះទាំងអស់ទំនេរដូចជាមនុស្សគ្រប់គ្នាបាត់ខ្លួនក្នុងមួយយប់គ្រូសែនឈរមើលភូមិនោះដោយភ័យខ្លាចនៅពីក្រោយគាត់មានសំឡេងស្រីម្នាក់និយាយស្រាលអាឃាតមិនដែលបញ្ចប់ទេ